ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកវិភាគសាច់រឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគទី19ទាំងអស់គ្នាមិននឹងចូលដល់ការវិភាគសាច់រឿងភាគទី19នេះផងដែរគឺថាយើងមករំលឹកចុងសាច់រឿងភាគទី18ទាំងអស់គ្នាដោយចុងសាច់រឿងភាគទី18នេះដែរគឺថាលោកវេទបានបញ្ចាំងស្លាយជាជីហើយនឹងបងវិតគាត់គៀកកាយគ្នានៅឯផាប់មួយកន្លែងផងដែរដែលបងសនក៏ថតបាននៅភាគមុនណាតើភាគក្រោយនឹងមានអ្វីកើតឡើងខ្លះចំពោះបងឆាយហើយនឹងជីជីសម្រាប់ខ្ញុំគិតថាភាគក្រោយគឺថាជីជីហើយនឹងបងឆាយគាត់ភ្ញាក់ផ្អើលមែនតើដែលលោកវិតមានវីដេអូខ្លួននៅក្នុងផាប់ដែលបងសននឹងថតនោះចំណែកឯប៉ាជីជីមិនគឺថាគាត់ប្រកាសជាភ្ញាក់ផ្អើលហើយដែលថាហេតុអ្វីបានជាលោកវិតមានវីដេអូមួយនេះព្រោះគាត់ដឹងរឿងនេះដែរតែគាត់ប្រាប់លោកវិតទេតើភាគទី19នឹងទៅជាយ៉ាងណាទៅណោះប្រសិនបើលោកវិតបានបើកបង្ហាញទំនាក់ទំនងនេះឲ្យអ្នកទាំងអស់គ្នាបានឃើញហើយចៃម៉ាលីក៏បានឃើញទំនាក់ទំនងរបស់បងឆៃហើយនឹងជីជីដែរអញ្ចឹងយើងមានតែរងចាំទស្សនាភាគទី19ទាំងអស់គ្នាទេណាហើយវីដេអូយើងដល់ទីបញ្ចប់សូមអរគុណសូមគោរពជម្រាបលា